បាទសូមគ្រប់នឹងជំរាបសួរប្រិមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អានបាទនៅវេលាថ្ងៃនេះត្រូវនឹងថ្ងៃអាទិត្យទី2ខែកក្កដាឆ្នាំ2017គឺជាថ្ងៃមួយដែលពុកម៉ែបងប្អូនទំនេរពីការងារត្រូវបានសម្រាកយ៉ាងច្រើនដូច្នេះពុកម៉ែបងប្អូនពិតជាមានពេលទំនេរច្រើនសម្រាប់ធ្វើការដំណើរកម្សាន្តទៅតំបន់នានាក៏ដូចជាទស្សនកិច្ចនៅតំបន់ផ្សេងៗនៃទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជាយើងបាទចឹងដូច្នេះខ្ញុំសូមជម្រាបជូនទៅដល់អំពីជោគជតាហោរាសាស្ត្រប្រចាំឆ្នាំទាំង12ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានជ្រាបអំពីនៃរឿងរ៉ាវដែលកើតឡើងនៅវេលាថ្ងៃអាទិត្យនេះបាទចឹងដូច្នេះសូមពុកម៉ែបងប្អូនរីករាយស្ដាប់ជាមួយខ្ញុំបាទដូចតទៅបាទឆ្នាំជូតអ្នកដែលកើតនៅឆ្នាំ1960 1972និង1984 1996និង2008មានរាសីឡើងខ្ពស់ត្រដែតនៅថ្ងៃនេះមានជោគសិរីសួស្តីហើយធ្វើអ្វីក៏ដោយតែងតែជឿនលឿនទៅមុខជានិច្ចហើយរាល់ការប្រកបការងាររបស់លោកអ្នកមានភាពរលូនទៅមុខហើយពិសេសអាចសម្រេចជោគជ័យដល់គោលដៅថែមទៀតផងសម្រាប់លោកអ្នកដែលប្រកបមុខរបររកស៊ីជីណូវិញនោះអាចបើកហាងថ្មីឬទិញកន្លែងលក់ដូរថ្មីតែងតែទទួលបានជោគជ័យដោយសមប្រកបហើយរីឯការធ្វើដំណើរទីជិតទីឆ្ងាយជួបតែសេចក្តីសុខសេមសានដោយសមមួយដងរីឯសម្ព័ន្ធសេចក្តីស្នេហាប្រុសនិងស្រីបើពុំទាន់មានគូគប់ពុំឃើញភ្លាមស្រឡាញ់ផ្លែតនាំជួបផលលំបាកនៅគ្រាក្រោយបាទជាបន្តមកទៀតចូលមកដល់ឆ្នាំឆ្លូវអ្នកដែលកើតនៅឆ្នាំ1973 1985 1997និង2009មានរាសីឡើងខ្ពស់ត្រដែតនៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃតែងតែសម្រេចជោគជ័យផងដែរក្រៅពីនេះលោកអ្នកអាចប្រកបការងារអ្វីក៏ដោយមានតែក្រុមមនុស្សជួយជ្រោមជ្រែងនិងឲ្យរួចផុតពីគ្រាលំបាកទាំងពួងទៅរួចចំពោះលោកអ្នកដែលប្រកបមុខរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះហើយជាឱកាសល្អក្នុងការផ្លាស់ប្ដូរមុខរបរឬបើកធ្វើជំនួញតូចធំផងដែរការធ្វើដំណើរទីជិតទីឆ្ងាយជួបតែសេចក្តីសុខសេមសានដោយសមមួយដងរីឯសម្ព័ន្ធសេចក្តីស្នេហាកំឡោះក្រមុំមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាប្រពៃបាទឆ្នាំខាលរាសីរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះទោះការប្រកបកិច្ចការងារអ្វីក៏ដោយតែងតែអាចចាប់ពេញដៃពេញជើងបានហើយអាចសម្រេចជោគជ័យគួរសមផងដែរក្រៅពីនេះទាំងបញ្ហាសុខភាពនិងប្រកាសមិនចោទជាបញ្ហាទេនិងបើមានការឈ្មោះឈ្មោលតែងតែជួបសេចក្តីសម្រេចដោយគប់បំណងចំពោះលោកអ្នកដែលប្រកបមុខរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានចំនួនវិវាទព្រោះការដណ្ដើមអតិថិជននឹងគ្នារីឯបញ្ហាសម្ព័ន្ធស្នេហាកំឡោះក្រមុំមានការឆាប់ប្រទាំងប្រទើគ្នាបន្តិចដូច្នេះចូលប្រយ័ត្នកើតចំនួនវិវាទណាមួយកើតឡើងបាទឆ្នាំថោះរាសីរបស់លោកអ្នកថ្ងៃនេះស្រុតចុះខ្លាំងយាអូនថ្ងៃនេះធ្លាក់ស្រុតចុះម្លេះហើយទោះធ្វើអ្វីក៏ដោយធ្វើឲ្យដំណើរជីវិតរបស់លោកអ្នកតែងតែជួបភាពប្រទាំងប្រទើនិងមានការរកម្មចិត្តច្រើនដូច្នេះត្រូវចេះអត់ធ្មត់ខ្លះទៅប្រសើរចំណែកឯបញ្ហាប្រកាសក៏បីមានការប្រយ័ត្នប្រយែងផងដែរព្រោះអាចថាមានការចំណាយច្រើនជាងធម្មតាផងចំពោះលោកអ្នកដែលប្រកបមុខរបររកស៊ីជួញដូរចូលប្រយ័ត្នក្រុមមនុស្សអុចអាលអ្វីមួយនាំឲ្យកើតការក្តៅក្រហាយបង្កជាចំនួនជាមួយអ្នកដទៃកើតឡើងការធ្វើដំណើរទៅជិតទីឆ្ងាយជួបតែភាពយកអាសាគេព្រោះច្រើនយកគុណមកដូរទោសវិញតែប៉ុណ្ណោះរីឯសម្ព័ន្ធសេចក្តីស្នេហាកំឡោះក្រមុំពុះម៉ាម៉ៃក្តីចូលប្រយ័ត្នក្រុមមនុស្សទី3ចូលមកអុកឡុកនាំកើតចំនួនវិវាទឈានទៅដល់ការប្រឆាបាទឆ្នាំរោងរាសីរបស់លោកអ្នកស្រុតចុះខ្លាំងថ្ងៃនេះការប្រកបការងារអ្វីក៏ដោយលោកអ្នកតែងតែជួបបញ្ហាបន្តិចបន្តួចចូលយាយីនាំជួបការលំបាកសម្រាប់លោកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតទីឆ្ងាយមិនសមដោយប្រកបទេតែងតែមានរឿងរកម្មចិត្តច្រើនការធ្វើដំណើរទីជិតទីឆ្ងាយចូលប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយរីឯសម្ព័ន្ធសេចក្តីស្នេហាប្រុសនិងស្រីមានការរកម្មចិត្តពាក់មុខយៈដាក់គ្នាមិនតិចដែរទេបាទឆ្នាំម្សាញ់រាសីរបស់លោកអ្នកថ្ងៃនេះល្អជាមធ្យមនៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមិនមានអ្វីចូលមកបង្កបញ្ហានាំឲ្យកើតរឿងពិបាករែកពុននោះទេគឺតែងតែមានភាពសុខដុមនៃសមមួយដង
ការប្រកបការងារបើមិនទាន់បញ្ចប់ពេលនេះក៏បីរុះរាន់បញ្ចប់ឲ្យទាន់ពេលវេលាអំណោយផលនៅឡើយចំពោះការប្រកបមុខរបររកស៊ីជីណូលោកអ្នកតែងតែមានការរវាសដៃរវាសជើងហើយពិសេសការប្រកបការងាររយៈពេលខ្លីទៅហុចផ្លែផ្កាគួរយទីពេញចិត្តមកវិញរីឯសម្ព័ន្ធសេចក្តីស្នេហាកំឡោះក្រមុំគុំក៏បីចង់ទុំមុនស្រគៀលប្រយ័ត្នកើតរឿងធំនៅគ្រាខាងមុខហើយមកត្រូវដេកសោកស្ដាយនៅពេលក្រោយឆ្នាំមមីរិស័យរបស់លោកអ្នកថ្ងៃនេះស្រត់ចុះខ្លាំងនៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងតែរាំងស្ទះនឹងមានបញ្ហាចូលយាយីក៏បីប្រយ័ត្នប្រយែងចំពោះលោកអ្នកដែលប្រកបមុខរបររកស៊ីជីណូវិញនោះជួបការលំបាកច្រើនឬអាចនិយាយបានថាគឺលៀបប្រកាសច្រើនមកហួសចាប់ពុំសូវជាប់ឡើយការធ្វើដំណើរទីចិត្តទីឆ្ងាយមិនសូវមានសុខសុវត្ថិភាពទេក៏បីបន្ថែមការប្រុងប្រយ័ត្នបន្តិចរីឯសម្ព័ន្ធសេចក្តីស្នេហាប្រុសនិងស្រីមានភាពសោះកក្រោះនិងរកម្មចិត្តចំពោះគ្នាពីព្រោះតែការមិនចេះអត់ឱនឲ្យគ្នាតែម្ដងឆ្នាំមមែរិស័យរបស់លោកអ្នកថ្ងៃនេះស្រត់ចុះខ្លាំងនៅថ្ងៃនេះកិច្ចការងារបើលោកអ្នកចេះត្រៀមនិងប្រុងប្រយ័ត្ននោះក៏តែងតែទទួលបានផលមកវិញគ្រាន់កក់ក្ដៅផ្លូវចិត្តផងដែរចំពោះលោកអ្នកដែលប្រកបមុខរបររកស៊ីជីណូមិនត្រូវយកភាពឈ្នានេះឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតចំនួនវិវាទណាស់ហើយស្រួលមិនស្រួលកើតរឿងរ៉ាវដល់ការប្រកបប្រចាក់គ្នាថែមទៀតផងការធ្វើដំណើរទីចិត្តទីឆ្ងាយមិនសូវមានសុខសុវត្ថិភាពទេក៏បីបន្ថែមការប្រុងប្រយ័ត្នបន្តិចទៅប្រសើររីឯសម្ព័ន្ធសេចក្តីស្នេហាប្រុសនិងស្រីមិនត្រូវឆេវឆាវឆាប់ខឹងច្រឡោតតោតងនាំតែជួបបញ្ហាល្អកកឥតឈប់ឥតឈរតែប៉ុណ្ណោះឆ្នាំវោរិស័យរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារឬចរចាអ្វីមួយពីព្រោះថាផលល្អតែងតែឆ្លើយតបមកវិញជានិច្ចសម្រាប់លោកអ្នកដែលប្រកបមុខរបររកស៊ីជីណូមិនថាទីចិត្តទីឆ្ងាយតែងតែអាចហុចផ្លែផ្កានិងប្រមូលផលចំណេញត្រឡប់មកវិញចូលផ្ទះគួរជាទីកក់ក្ដៅការធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែសេចក្តីសុខសេមសានដោយសមមួយដងរីឯសម្ព័ន្ធសេចក្តីស្នេហាប្រុសនិងស្រីបើមិនទាន់មានគូគប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកបំផុតឆ្នាំរការិស័យរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះមានជោគសេរីហើយទោះធ្វើអ្វីក៏ដោយតែងតែផ្ដល់ផលផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផងរីឯលោកអ្នកដែលប្រកបមុខរបររកស៊ីជីណូបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃមិនគ្រប់ប្រសើរទេប៉ុន្តែបើចង់បោះទុនតូចទុនធំសម្រាប់ខ្លួនឯងវិញឃើញថាគាត់ប្រសើរជាងការធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែនឹងភាពសុខដុមដោយសមមួយដងរីឯសម្ព័ន្ធសេចក្តីស្នេហាប្រុសនិងស្រីបើពុំទាន់មានគូគប់ជាឱកាសល្អក្នុងការស្វែងរកបំផុតបាទឆ្នាំចរិស័យរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែតនៅថ្ងៃនេះដោយសារដួងរិស័យរបស់លោកអ្នកឡើងខ្ពស់ដូច្នេះហើយទោះការប្រកបការងារធ្វើអ្វីក៏ដោយតែងតែសម្រេចជោគជ័យដោយគបបំណងមួយចំនួនត្រឡប់មកវិញជានិច្ចការរស់នៅទោះជួបផលលំបាកបន្តិចក្តីតែបើមានការពុះពៀតែងតែហុចផ្លែផ្កាគួរជាទីពេញចិត្តចំពោះលោកអ្នកដែលប្រកបមុខរបររកស៊ីជីណូទីចិត្តទីឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងតែអាចសម្រេចប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្ដៅការធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែនឹងសេចក្តីសុខសេមសានទាំងពេលទៅនឹងត្រឡប់មកវិញរីឯសម្ព័ន្ធសេចក្តីស្នេហាកំឡោះក្រមុំមកលោកអ្នកចង់រៀបចំសង្គមគ្រួសារជាពេលវេលាល្អបំផុតសម្រាប់ថ្ងៃនេះបន្តមកទៀតចូលមកដល់ឆ្នាំកុលរិស័យរបស់លោកអ្នកថ្ងៃនេះល្អជាមធ្យមនៅថ្ងៃនេះលោកអ្នកបើសម្រេចចិត្តធ្វើអ្វីក៏ដោយគប្បីមានការប្រយ័ត្នប្រយែងពីព្រោះផលមិនល្អនោះក៏មានចំពោះមុខច្រើនរីឯលោកអ្នកដែលប្រកបមុខរបររកស៊ីជីណូលក់ចូលគ្រាន់តែបើយ៉ាងណាលោកអ្នកតតែខិតខំខ្លាំងទៅទទួលជ័យជំនួយធំទៅរួចការធ្វើដំណើរចេញទៅក្រៅផ្ទះលោកអ្នកចូលប្រយ័ត្នការកើតចំនួនវិវាទសម្ដីបន្តិចបន្តួចដោយសារការមិនចុះសម្រុងគ្នាឬការប្រឆាំងគ្នាដោយប្រការណាមួយកើតឡើងជាមួយមនុស្សនៅជុំវិញខ្លួនរីឯបញ្ហាសម្ព័ន្ធក្តីស្នេហាប្រុសនិងស្រីពុះម៉ែមេម៉ាយក្តីមានដំណើរការថយក្រោយចូលប្រយ័ត្នចំនួនវិវាទឈានមកដល់ការបែកបាក់បាទអូខេពុកម៉ែបងប្អូនខ្ញុំបានជម្រាបជូនអំពីជោគជតាហោរាសាស្ត្រឆ្នាំទាំង12នៅវេលាថ្ងៃអាទិត្យទី2ខែកក្កដាឆ្នាំ2017បានចប់សពគ្រប់ហើយ
ដូច្នេះសូមជូនពរដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានដំណើរការធ្វើដំណើរកំសាន្តទៅតំបន់រមណីយដ្ឋានផ្សេងៗសូមឲ្យមានសុខសុវត្ថិភាពទាំងអស់គ្នាទាំងពេលទៅនឹងត្រឡប់មកវិញហើយមួយវិញទៀតសូមជូនពរដល់ពុកម៉ែបងប្អូនដែលប្រកបការងារអាជីវកម្មក្តីសូមឲ្យមានការរីកលូតលាស់រលូនទៅមុខទាំងអស់គ្នាហើយមួយវិញទៀតចំពោះអ្នកដែលធ្វើការមន្ត្រីរាជការក្រុមហ៊ុនស្ថាប័នរោងចក្រសហគ្រាសទាំងអស់សូមឲ្យមានដំណើរការរលូននៅក្នុងកិច្ចការងាររបស់លោកអ្នកបាទអញ្ចឹងដូច្នេះខ្ញុំសូមបញ្ចប់ត្រឹមនឹងចុះខ្ញុំសូមអរគុណសូមគោរពលា